ស្វាគមន៍មកកាន់ Channel បាក់ឌុកម៉ាត់សាជាថ្មីសូមបញ្ជាក់វីដេអូនេះគឺខ្ញុំថតដើម្បីសាកល្បងទេមិនមែនជាវីដេអូបង្រៀនជាក់ស្ដែងទេបាទមិនមែនជាវីដេអូបង្រៀនជាក់ស្ដែងទេអញ្ចឹងខ្ញុំសូមបញ្ជាក់ដងទៀតវីដេអូនេះខ្ញុំសាកល្បងនោះទេអញ្ចឹងយើងមើលលំហាត់របស់យើងគេឲ្យអនុគម F កំណត់ចំពោះ x ធំជាង0បាទនេះគេឲ្យដែនកំណត់មកហើយស្រាប់ណាដោយ y ស្មើ f x ស្មើ x បូកឲ្យ1លើបូកឲ្យលិន x លើ x ហើយមានក្រាฟ c សំណួរទី1គេឲ្យយើងគណនា limit នៃអនុគម f ត្រង់0បូកជាមួយនឹងត្រង់បូកអណន្តបាទហើយគេឲ្យយើងទៅរកសមីការអស៊ីមតូតឆនៃក្រាฟ c បាទសំណួរទី2ប្រធានគេឲ្យគេតាងអនុគមថ្មីមួយទៀតគឺអនុគមហាស់នៃ x ដែលស្មើជាមួយ x ការ៉េដក1បាទអានេះគឺជាសមត្ថកម្មហើយគេឲ្យយើងបង្ហាញថា x ការ៉េគឺធំជាងលិន x បាទចំពោះគ្រប់ x ណាចំពោះ x ធំជាង0សំណួរទី3គេឲ្យយើងគណនានិងសិក្សាសញ្ញា f' នៃ x គណនាហើយសិក្សាសញ្ញាទៀតបាទបន្ទាប់មកទៀតសង់តារាងអធិភាពនៃអនុគម f សំណួរទី4គេឲ្យបង្ហាញថាបន្ទាត់ L ដែលមានសមីការ y ស្មើ x នេះជាអាស៊ីមតូតត្រេតនៃក្រាฟ c បាទហើយសិក្សាទីតាំងធៀបរវាង c ជាមួយនឹង L បាទសំណួរទី5គេឲ្យយើងបាទគេប្រាប់មកថាបន្ទាត់ D ប៉ះទៅនឹងក្រាฟ C ត្រង់ចំណុច M ហើយបន្ទាត់ D នឹងស្របជាមួយនឹងបន្ទាត់ L លក្ខខណ្ឌទី1បាទបន្ទាត់ D ប៉ះក្រាฟ C ត្រង់ M ហើយបន្ទាត់ D នឹងស្របជាមួយនឹងបន្ទាត់ L អញ្ចឹងសំណួរគេឲ្យយើងកំណត់coordinate នៃចំណុច M និងសមីការបន្ទាត់ D បាទរកឃើញហើយគេឲ្យយើងសង់បាទបន្ទាត់ D L ជាមួយនឹងក្រាฟ C បាទអញ្ចឹងយើងមើលសំណួររបស់យើងគេឲ្យយើងគណនា limit នៃអនុគម f ត្រង់បូកអណន្តហ្នឹងជំហានដំបូងគុណស្រង់សមត្ថកម្មមកសិនណាសមត្ថកម្មប្រធានដែលគេឲ្យមកហ្នឹងគឺអីយើងស្រង់មកសិនគេឲ្យអនុគម f តំណាងឲ្យក្រាฟ c ខ្ញុំសេ c.2 fx ស្មើប៉ុណ្ណឹងណាស្រង់មកឲ្យត្រូវកុំឲ្យខុសបាទបើគេឲ្យគណនាត្រង់0បូកគណនាទៅបាទ limit ត្រង់0បូកស្មើដាក់អនុគមទាំងដលនឹងមកវិញណាអនុគមទាំងដលនឹងមកវិញហើយយើងចាប់ផ្ដើមគិតអានេះបើសិនជា x ខិតជិត0អានេះវាចេញ0កន្លែងនេះ0នេះបើសិនជា x ខិតជិត0ហ្នឹងវាចេញដកអណន្តដកអណន្តលើ0បូកចេញដកអណន្តយើងចម្លើយចេញដកអណន្តហេតុអីបាទហេតុអីបានចេញបាទយើងអាចគិតហេតុផលបាទយើងអាចគិតហេតុផលបាទ